សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចែករំលែកអំពីការធ្វើបទបង្ហាញឬក៏ presentation នៅក្នុងកម្មវិធី Microsoft PowerPoint សម្រាប់បងប្អូនដែលអត់ទាន់ចេះសោះអញ្ចឹងអាចតាមដានវីដេអូនេះដល់ចប់ជាដំបូងអ្នកនរគ្នាចូល Microsoft PowerPoint យើងចុច New Document មកបាទចង់ដោយសារខ្ញុំមានស្រាប់ហើយគេអញ្ចឹងជាទូទៅពេលដែលយើងចុច New Presentation វាចេញមកបែបនេះចុចជាដំបូងយើងមានប្រធានបទរបស់យើងចឹងខ្ញុំសរសេរថាបាទនេះជាការសរសេររបស់ខ្ញុំទេបាទតាមធម្មតានៅក្នុង PowerPoint គឺអត់ដូចនៅក្នុង Word ឬក៏ក្នុង Excel ទេគឺវាចេញទម្រង់បែបនេះហើយនៅខាងក្រោមយើងអាចសរសេរឈ្មោះអ្នកធ្វើបទបង្ហាញបានឧទាហរណ៍សរសេរជាភាសាអង់គ្លេស presenter បាទតទៅទៀតពេលដែលអ្នកទាំងអស់គ្នាចង់បង្កើត new slide ចុចកន្លែងនេះយើងយកទម្រង់ new slide ចឹងខ្ញុំសូមយកបាទ title និង content នេះគឺជាទីតាំងដែលអ្នកនរគ្នាអាចសរសេរចំណងជើងធំខ្ញុំឧទាហរណ៍ថាបទបង្ហាញនេះនិយាយអំពីអីគេខ្លះអញ្ចឹងខ្ញុំអាចដាក់ថាជាមាតិកាចង់មាតិកាខាងក្រោមនេះយើងមានអីគេខ្លះឧទាហរណ៍ថាបងប្អូនមាន5ចំណុចអញ្ចឹងនៅកន្លែងផ្នែកខាងលើ paragraph យើងចុចកន្លែងនេះបាទអញ្ចឹងខ្ញុំសូមចុចហើយខ្ញុំដាក់ថាសេចក្តីផ្ដើមជួសេចក្តីបាទនិងសេចក្តីបញ្ចប់បាទចឹងបន្តមកទៀតបងប្អូនអាចចុច new slide បន្ថែមទៅតាមមាតិការបស់បងប្អូនបាទចឹងពេលដែលបងប្អូននេះជាឧទាហរណ៍ទេពេលដែលបងប្អូនធ្វើរួច complete ចុច save ចឹងខ្ញុំសូមចុច file ខ្ញុំចុចមានពាក្យ save និង save as ចឹងខ្ញុំចុចពាក្យ save as ហើយខ្ញុំស្វែងរកកន្លែងដែលខ្ញុំ save បាទចុចឧទាហរណ៍ថាខ្ញុំដាក់នៅក្នុង document ខ្ញុំបាទនេះជាចំណងជើងខ្ញុំចុច save បាទអញ្ចឹងវីដេអូបទបង្ហាញរបស់បងប្អូនគឺបាន save ជាស្រេចអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នេះទេជួបគ្នានៅវីដេអូក្រោយ